អធិការក្នុងគម្ពីរបាលីមានសម្ដែងថាតើតែមានអធិការក្នុងពុទ្ធសាសនាមុនទើបឈានមគ្គផលទាំងឡាយអាចកើតឡើងក្នុងពុទ្ធសាសនាបន្ទាប់បានតាមពាក្យពិតថាអធិការនេះមានន័យថាពូជដែលជោគជ័យសពថ្ងៃនេះអ្នកដែលបដិបត្តិតាមប្រពៃណីគឺបដិបត្តិសមថសើសើរនិងវិបស្សនាសើសើរគេមិនបានសមថពិតនិងវិបស្សនាពិតនោះទេពួកគេគ្មានពូជល្អគ្រប់គ្រាន់សម្រាប់អធិការទេក្នុងចំណោមពូជទាំងពីរប្រភេទអ្នកដែលបានជួបប្រសពនឹងពុទ្ធសាសនាប៉ុន្តែមិនបានចាប់យកពូជនៃវិជ្ជានិងរងទុក្ខយ៉ាងខ្លាំងមកពីការបាត់បង់ឱកាសនេះមកពីពូជនៃវិជ្ជាដែលតាក់ទងនឹងនាមរូបអាចទទួលបានតែក្នុងពុទ្ធសាសនាទេហើយតើតែគេមានការចាប់អារម្មណ៍ខ្លាំងចំពោះធម៌ដើម្បីទៅគេអាចទទួលបានយកពូជនេះហេតុនេះក្នុងសម័យបច្ចុប្បន្ននេះប្រុសស្រីដែលដឹងខ្លួនថាមិនអាចសិក្សាស្វែងយល់ពីរូបធម៌នាមធម៌ជាច្រើនខែឆ្នាំនោះមួយជីវិតនេះគួរតែយកមហាភូតរូប4មកទន្ទិញហើយសិក្សាអត្ថន័យរបស់វាក៏ដូចជាការធ្វើការពិភាក្សាដើម្បីយល់ដឹងបន្ថែមផងដែរចុងក្រោយចូលព្យាយាមបង្កើនបញ្ញាឲ្យដឹងពីរបៀបដែលមហាភូតរូបទាំងនោះតាំងនៅក្នុងរូបកាយសរុបមកកាលណាគេនិយាយពីប្រភេទបុគ្គលចូលចងចាំថា1អ្នកដែលកើតក្នុងពុទ្ធសាសនានេះតែមិនបានបដិបត្តិសមថៈនិងវិបស្សនាហើយចំណាយពេលលើការបដិបត្តិសើសើរនិងរងទុក្ខនៃការបាត់បង់យ៉ាងធំធេងដោយហេតុថាគេមិនបានចាប់យកឱកាសដ៏កម្រនៃការកើតជាមនុស្សក៏ដូចជាការកើតទាល់នៅពុទ្ធសាសនាផងដែរ2បច្ចុប្បន្ននេះជាសម័យកាលនៃបតិបរមៈនិងនិយបុគ្គលបើគេមានស្មារតីដាក់ការព្យាយាមគេពិតជាអាចទទួលបានពូជនៃសមថៈនិងវិបស្សនាហើយពិតជាបានផលប្រយោជន៍ជាលោកុត្តរៈយ៉ាងងាយអាចក្នុងជាតិនេះឬជាតិបន្ទាប់នៅក្នុងសភាពជាទេវតាឬក្នុងពុទ្ធសាសនានេះឬក៏ពុទ្ធសាសនាបន្ទាប់3គេអាចទាញយកផលប្រយោជន៍ដ៏មហិមាពីកំណើតជាមនុស្សនេះតែក្នុងកំឡុងពេលពុទ្ធសាសនាតាំងនៅតែប៉ុណ្ណោះ